បាទជំរាបសួរបងប្អូនគ្នាបាទវីដេអូឃ្លីបថ្មីមកហើយដោយម្សិលមិញខកខានមកឃ្លីបបងសូមអធិស្ឋានដោយបាទមានតរៈបាទផ្ទាល់ខ្លួនហ្នឹងហើយបងហើយវីដេអូនេះល្អមែនតើបងសូមកុំខកខានសូមបងទស្សនាពីដើមដល់ចប់ណាបងបាទទាំងការបើកហ្គេមក្នុងក្បួនទាំងការវាយលុកអថេរបស់ AI បាទពិតជាពិសេសមែនតើបងអញ្ចឹងខ្ញុំបាទសូមបាទនាំបងទៅមើលការបើកហ្គេមតាំងពីជើងទី1ហ្នឹងបងយើងរៀនទាំងអស់គ្នាបាទជើងទី1 AI បាទឡើងនាងទៅតំណែងមុខស្ដាច់បាទឡើងគោលបាទបងខាងក្រហមក៏ឡើងសេះបាទនេះបងប្អូនគ្នានេះតម្រង់បាទ AI ឡើងគោល3គ្រាប់ក្លាបើសិនយើងលេងលើក្តារបងយើងចំណេញត្រង់ថានាងយើងមិនទាន់ឡើងក៏បានដែរបងយើងអាចឡើងគោលឡើងសេះពីឆ្វេងមកឬក៏បាទសេះពីស្ដាំអីទៅយើងលាក់ក្បួនអញ្ចឹងណាបាទហើយនាងយើងចាំលោតតាមក្រោយក៏បានដែរបងបាទអាចត្រៀមបើកសេះចងស្ដាំបងអរគ្នានឹងហើយបងការអធិប្បាយនិងការវិភាគរបស់ខ្ញុំមានកន្លែងខ្លះក៏លើសលួសឬក៏ខ្វះខាតសូមបងជាស្រ័យបានច្រើនហើយនឹងសូមអរគុណបងដែលបាទតែងតែគ្រប់គ្រងកន្លងមកផងដែរបងបាទកន្លងនេះបាទបងខាងក្រហមក៏ចាក់ត្រីស្កាត់មិនអោយសកត់បងនេះហៅថាសេះទឹមត្រីគូកណ្ដាលឬក៏សេះទឹមត្រីពីរផែងបងបាទសេះទឹមត្រីពីរផែងនេះក៏និយមលេងជាមួយនឹងសេះចងស្ដាំដែរបងគាត់ថាយើងមានរបៀបលេងផ្សេងគ្នាអញ្ចឹងណាបាទឥឡូវនេះបាទបងកាបាទបងលហួយAIក៏ឡើងស្ដាច់ចូលកណ្ដាលទៅមុនអត់ទាន់ឡើងនាងទេបងនេះក៏ឡើងនាងបងអរគ្នាសង្កេតមើលឃើញថាសេះមួយនៅខាងឆ្វេងនេះអត់ទាន់ចេញទេបងសេះខាងឆ្វេងនេះអត់ទាន់ប្រាប់ថាលេងសេះចងឬក៏សេះស្នែងទេបាទឬក៏សេះតោងជាងអីណាបងបាទកន្លងនេះបងខាងក្រហមក៏គាត់ឡើងសេះទឹមបាទចេញសាច់ស្នៀតហើយឡើយនេះបាទ AI ក៏ចេញត្រីមុខគោខាងឆ្វេងត្រៀមបើកសេះស្នែងពួកកន្លងនេះអាចបើកបានណាបងអាចបើកបានកន្លងនេះក៏ខាងក្រហមគាត់ស៊ីផ្ដាច់មុនបែបនេះគឺរៀងគ្រាន់បើបន្តិចគិតថាអាយ៉ាសំទោសបាទកន្លងដែលខាងក្រហមគាត់ស៊ីផ្ដាច់កន្លែងនេះបានសំទោសបាទគឺទុកថាបាទគឺគាត់បើបន្តិចអញ្ចឹងកន្លែងហ្នឹងពេលតែស៊ីទៅខាងសក៏អត់សូវមានអីពាក់ព័ន្ធណាប៉ុន្តែកុំទុកបងជាខាងក្រហមតែនេះខ្ញុំសូមអធិប្បាយតិចបងណាបាទកន្លងនេះគឺយើងកុំទុកកុំឡើងគោលគេនឹងស៊ីយើងចេះបងអញ្ចឹងសេះឆ្វេងតែគេឡើងសេះស្នែងតែគេឡើងទៅហ្នឹងគឺចំហរបស់គាត់នឹងល្អនៅតំបន់ខាងឆ្វេងដៃនេះក៏គេអាចលេងបានគេរឹងដែរបាទយើងពិបាកលេងក្នុងហ្គេមនេះគឺយើងពិបាកឆ្លាតកូនបន្តិចពិបាកលេងបន្តិចហ្នឹងមកច្រើនណាស់យើងអាចឡើងគោលលេបានឈរត្រឹងទំនឹងបាទប៉ុន្តែមិនមែនថាចាញ់ព្រៀបខ្លាំងទេបងគាត់ថាយើងអត់ចង់ឲ្យគាត់ស៊ីផ្ដាច់មុនខាងសស៊ីផ្ដាច់មុនហើយគាត់នៅឈរចំហល្អអញ្ចឹងណាបាទអញ្ចឹងយើងត្រឡប់មកវិញបងបាទស៊ីផ្ដាច់បែបនេះទុកឲ្យត្រីនឹងយើងស្រួលលេងកុំឲ្យត្រីនឹងគាត់ស៊ីចេញបាទឲ្យទុកត្រីនឹងអញ្ចឹងទៅបាទខាងក្រហមគាត់ប្រហែលជាមានបទពិសោធន៍ច្រើនសម្រាប់ក្នុងការលេងក្បួននេះបាទប៉ុន្តែដល់ឡែកយើងលេងជាមួយ AI គឺអញ្ចឹងឯងបងគឺដោយសារតែយើងមិនអាចឈ្នះបានទេព្រោះ AI អត់មានមនុស្សលេងឈ្នះទេទោះបីខ្លាំងកម្រិតណាក៏ដោយអញ្ចឹងច្រើនណាស់បាទយូរទៅបានស្មើម្ដងអីចឹងទៅបងដោយគ្រូល្បីអញ្ចឹងណាបាទកន្លងនេះបាទបងឡាញបោះសេះខ្វែងមកចាប់ស៊ីត្រី AI ក៏អត់ដាក់ទូកដែរបងអត់ដាក់ទូកចងទេគឺឡើងគោលទៅចងហេតុអីបងដោយសារតាកន្លងហ្នឹងពេលដែលស្ដាច់ក្រហមឡើងមកកន្លែងក្រោយគោលហ្នឹងបាត់គេខាងសគេចំណេញផ្លូវទូកមួយសម្រាប់ចាក់បកកកន្លែងហ្នឹងបងហើយសេះទៅអាចជះបាទចេញកលាបាទឡើងគោលឡើងអីរូបភាពបែបហ្នឹងណាបាទនេះគេអត់ចងទេបងមកខាត់គ្រាប់យកទូកទៅចងហ្នឹងបាទគឺសឹកចិត្តគោលហ្នឹងបងយើងសង្កេតទាំងអស់គ្នាបាទឥឡូវ AI ក៏អត់តន់បាទដើរទូកដូចតាមការយល់របស់ខ្ញុំដែរគឺគាត់ឡើងសេះទៅមុនទៅចាប់ស៊ីត្រីមកុំនេះអុកបែកទូកអញ្ចឹងកន្លងនេះបងឃើញហើយបើសិនជាចាក់ត្រីឡើងគឺបែកទូកហើយកន្លងនេះគឺមានជំរើសតែចងទេបងបាទចងបាទគោលក៏បានទូកក៏បានបាទឥឡូវនេះត្រីដែលបោះឡើងចាក់សេះដែលបោះឡើងទៅហ្នឹងគឺចាក់ត្រីដេញគោលផងចុះអុកបែកទូកផងហ្នឹងហើយបងចាក់ត្រី C2 នេះផងដេញគោលផងអញ្ចឹងមានតែថយបាទកន្លងនេះមានមួយជំរើសទៀតខ្ញុំសុំត្រឡប់បន្តិចបងបាទកន្លងនេះអាចលេងជំរើស
បែបនេះបានចាក់ទៅឆៅអញ្ចឹងណាបើសិនជាគាត់ស៊ីយើងអាចហត់សេះទៅអុក8ទូគាត់អញ្ចឹងនៅពេលដែលគោលនឹងថយទៅការអុកបានអាចស៊ីទៅវិញបានអញ្ចឹងទៅបងអាចស៊ីទៅគាត់សាងផ្លូវថ្នាក់យកកាឡាលេងណានេះតាមបទពិសោធន៍ដែលខ្ញុំធ្លាប់លេងបងនេះសំខាន់គឺស្ដាច់ទេបងស្ដាច់គឺនៅចំកន្លែងដែលអុកបើស្ដាច់លោតនៅកាឡានេះលេងអត់អាចលេងបានទេសំខាន់គឺអត់ទៅស្ដាច់នៅកន្លែងហ្នឹងគឺអាចចាក់ឆៅបានចាក់ឆៅគាត់ស៊ីឬគាត់មិនស៊ីបើសិនជាគាត់មិនស៊ីគាត់រត់ឧទាហរណ៍ហ្នឹងយើងឈរចំហល្អដដែលអញ្ចឹងហ្នឹងបងយើងអាចទៅគាត់មុខគោលគាត់បានមានផ្លូវចូលនេះសេះអីឈរអុកតោះយើងទៅមើលការដើរបោះ AI វិញខ្ញុំបង្ហាញវិញគឺជាបទពិសោធន៍អញ្ចឹងកន្លងនេះគេអាចបោះសេះទៅតោងជាងមុនហ្មងដាក់ឲ្យចង់ឲ្យមិនចាក់ដេញនេះស៊ីទៀតបងអត់ដែរជួបទេអត់សកត់ទេបែរទៅជាស៊ីវិញយើងចង់យើងសកត់គោលកន្លងនេះត្រីនេះវាខ្លាំងណាអញ្ចឹងយើងចង់បានត្រីកន្លែងហ្នឹងឲ្យអតនាគោលអីអញ្ចឹងទៅឲ្យទៅជួយកម្លាំងនៃការ take អីពេលក្រោយទៅត្រីមកគាត់ហ្នឹងជួយគៀបយើងទៀតប៉ុន្តែឥឡូវ AI ក៏ស៊ីផ្ដាច់ចឹងទៅបងតោះបងចឹងទៅទៀតបងអនឡាញឡើងស្ដាច់មកកន្លែងនេះបងអាចបោះសេះចូលភ្លឹបបោះសេះចូលនៅកន្លែងហ្នឹងដោយសារតែគាត់ឡើងស្ដាច់មកដោយសារតែខ្លាចសេះនឹងអុកអញ្ចឹងក៏ឡើងមកហើយចឹងឲ្យនៅតែបោះសេះចូលដដែលហ្នឹងចាក់ត្រីមកកន្លែងនេះស្អាតហ្នឹងបងកន្លែងនេះលយមែនតើគឺAI គាត់ឡើងគោលមួយជើងណាអញ្ចឹងកន្លែងនេះសាងផ្លូវល្អណាស់បងខ្ញុំកន្លែងនេះខ្ញុំជឿថាបងនឹងបានប្រយោជន៍មួយទៀតសម្រាប់នៃការសាងផ្លូវយើងលេងណានេះបងអត់ចាំបាច់យកសេះកាត់គោលទេហើយត្រីស៊ីដេញអីញ៉ៃច្រើនទេគ្រាន់តែស៊ីធម្មតាបែបនេះមកហើយចាក់ដេញគោលទៅវិញទៅគឺទៅដើមផ្លូវនេះបានហើយបងកន្លែងនេះគឺបច្ចេកទេសលយមែនតើកន្លែងនេះបើយើងមើលមិនទាន់ទេយើងអាចកាត់នេះកាត់នោះដើម្បីយកទីតាំងនេះយកគោលឈរនឹងក៏លេងបានដែរតែកន្លែងនេះយើងអត់ចាំបាច់ចំណាយសេះទៅកាត់គោលនឹងអត់ប្រកែផងទៅវិញចូលគោលទៅបាត់ស្អាតមែនទែនបងនេះគឺវិធីនៃការសាងផ្លូវហ្នឹងបងទៅទៀតយើងនេះឲ្យបងខាងក្រហមយកទូកយកមកដាក់នៅជួយគ្នាឡើយនេះសិនកន្លែងនេះយើងឃើញហ្នឹងបងគឺងាយយល់ទេដោយសារតែគាត់ប្រហែសគាត់គឺកាត់គោលហើយអាចអុកបើសិនជាគាត់ស៊ីតនឹងត្រូវមកគោល3ទូកអីចឹងណានេះបងនឹងយើងងាយយល់ទេAI មិនស្រួលអត់តន់ស៊ីទៀតនេះស្រួលបើមានកន្លែងអីផ្សេងទៀតអត់ស៊ីទៀតឥឡូវគាត់អត់ស៊ីតទេគាត់បោះសេះតសេះឲ្យអុកឲ្យបានថយសេះមកវិញអូយបងពិតជាលយមែនតើព្រោះសេះនេះខ្លាំងហ្នឹងបងអត់ត្រូវការដូរជាមួយនឹងសេះក្រហមទេបងខាងក្រហមក៏ថយសេះមកវិញអាចដាក់អង្មួយសិនអត់មានកន្លែងញាក់ទេបងអើយពិបាកញាក់ណាស់កន្លែងនេះងាកមកខាងនេះក៏ពិបាកគោលចេះតែចូលរុលទៅហ្នឹងបងងាកមកខាងកន្លែងមុខទូកត្រូវ1ម៉ោងចុះទៅក្រោមចុះទៅក្រោមទៅកន្លែងហ្នឹងនេះកន្លែងនេះបងត្រូវដោះទៀតហើយបងបោះសេះទៅដាក់ទូកទៅត្រូវជាប់ងាប់មួយជើងនេះអញ្ចឹងត្រូវដោះទៀតហើយដោះនៅកន្លែងថែមនេះដោះនៅកន្លែងហ្នឹងគឺគាត់ចាប់ស៊ីគោលស៊ីសេះទាំងពីរហ្នឹងបងនេះសេះគាត់ចាប់ស៊ីគោលទាំងពីរប៉ុន្តែអាចនៅតែឲ្យស៊ីទៀតបងបោះសេះឡើងទៅបងនៅតែឲ្យស៊ីនៅតែឲ្យស៊ីនៅកន្លែងហ្នឹងក៏យើងឃើញហើយកន្លែងនេះគឺជាប់មកទូកងាប់នៅកន្លែងនេះអញ្ចឹងឲ្យតែសេះនឹងដកចេញគឺចប់ហើយបងអនឡាញក៏គាត់យកទូកស៊ីយកទូកស៊ីទៅឲ្យស៊ីអុកជាប់ងាប់ទៀតឡើងនេះត្រូវតែស៊ីតស៊ីថែមមកទូកមកគឺចប់សពគ្រប់បងស្អាតមែនទែនបងគ្នាហ្នឹងហើយកន្លែងនេះខ្ញុំចង់អធិប្បាយខ្ញុំឃើញកន្លែងហ្នឹងស្អាតហ្មងការបើក game system ទាំង technique នៃការសាងផ្លូវទាំង attack ចុងក្រោយមិញបញ្ចប់ទីមិញហ្នឹងគឺស្អាតអញ្ចឹងសង្ឃឹមថាបងទស្សនាហើយក៏នឹងទទួលបានប្រយោជន៍កើនសមត្ថភាពផងដែរហើយនឹងបងខុសត្រូវអីសូមអធិស្ឋានឲ្យបានច្រើនហើយកុំភ្លេចបងជួយ like វីដេអូនិង comment លើកទឹកចិត្តលោកប្អូនអ្នកមួយផងបងសូមអរគុណសូមជម្រាបលាសូមរងចាំទស្សនាវីដេអូក្រោយៗទៀតល្ងាចនេះ